បាទជាកិច្ចចាប់ដើមនៃវីដេអូខ្ញុំបាទសូមជម្រាបសួរសម្ដេចទ្រង់អាយដាមអស់លោកស្រីអ្នកនាងកញ្ញានិងប្រិមិត្តដែលចូលចិត្តតាមដានអត្រាតម្លៃមាសប្រចាំថ្ងៃជាពិសេសគឺអត្រាតម្លៃមាសនៅក្នុងទីផ្សារអន្តរជាតិនិងធៀបជាមួយនឹងមាសនៅក្នុងស្រុកយើងបាទអញ្ចឹងយើងឃើញថាតម្លៃមាសនៅក្នុងពេលបច្ចុប្បន្ននេះគឺតម្លៃ$3,318ក្នុង1អោនដែលគិតជាខ្នាតអន្តរជាតិក្នុង1អោនហើយបើយើងគិតជាតម្លឹងគឺស្មើនឹង$3,997ក្នុង1តម្លឹងមាសនៅក្នុងទីផ្សារស្រុកយើងនៅម៉ោងរសៀលថ្ងៃត្រង់ថ្ងៃសុក្រទី25ខែមេសានេះបាទហើយយើងចែកនឹង0.83នេះដោយសារមាសក្នុង1អោនអន្តរជាតិវាស្មើនឹងមាស 8G 3ហ៊ុនអញ្ចឹងបើយើងចង់គិតជាតម្លឹងយើងយកតម្លៃក្នុង1អោន$3,318ហ្នឹងចែកនឹង0.83គឺយើងឃើញមាសក្នុង1តម្លឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអស់លោកស្រីនាងកញ្ញាហើយអាដាមលោកជំទាវចង់ឃើញមាសបច្ចុប្បន្នគិតជាតម្លឹងតម្លៃប្រមាណហ្នឹងយើងយកតម្លៃខ្នាតជាអោនអន្តរជាតិហ្នឹងចែកនឹងតម្លៃមាស 8G 3ហ៊ុនហ្នឹងបាទអញ្ចឹងយើងឃើញមាសគីឡូនៅក្នុងស្រុកយើងហើយចំពោះមូលហេតុដែលបណ្ដាលឲ្យមាសឡើងថ្លៃខ្លាំងនេះគឺវាមានកត្តាពីរធំជាមួយគឺកត្តាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិននិងមហាអំណាចទី1សហរដ្ឋអាមេរិកដែលគាត់ប្រកួតប្រជែងអត្រាពន្ធនៃការនាំទំនិញចូលមិនថាប្រទេសទាំងពីរហ្នឹងជាពិសេសសូម្បីតែប្រទេសផ្សេងទៀតជាង100ប្រទេសដែលនាំចូលទៅទំនិញទៅសហរដ្ឋអាមេរិកក៏មានការដំឡើងពន្ធដែរដូច្នេះវាធ្វើឲ្យអត្រាតម្លៃមាសវាមានស្ថិរភាពនិងមានតម្រូវការច្រើនធៀបជាមួយនឹងប្រាក់ដុល្លារនៃអ្នកវិនិយោគធំណាអញ្ចឹងធ្វើឲ្យតម្លៃមាសមានការហក់ប្រែប្រួលឡើងខ្លាំងបើទោះជាម្សិលមិញឬក៏ថ្ងៃនេះមានការធ្លាក់ចុះបន្តិចមែនតែអត្រាតម្លៃមាសគឺស្ថិតនៅក្នុងតម្លៃមួយខ្ពស់ដដែលហើយចំណុចទី2គឺពាក់ព័ន្ធនឹងសង្គ្រាមដែលធ្វើឲ្យប្រទេសនៃតំបន់ឬក៏ក្រុមហ៊ុននៃប្រទេសធំដែលមហាអំណាចក្នុងការផលិតអាវុធហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើការបញ្ជាទិញមាសច្រើនដើម្បីយកទៅធ្វើជារូបធាតុផ្សំដើម្បីនឹងផលិតជាអាវុធមីស៊ីលបាទអាវុធផ្លោងអាវុធមីស៊ីលឆ្លងទ្វីបអីហ្នឹងគឺវាប្រើប្រាស់ដោយសារធាតុរំសេវអីហ្នឹងប៉ុន្តែវាត្រូវតែចាំបាច់នៅសារធាតុមាសដើម្បីជួយប្រតិកម្មគីមីរក្សាកម្ដៅនិងពន្លឿនប្រតិកម្មគីមីឲ្យអាវុធមីស៊ីលអស់ហ្នឹងមានប្រសិទ្ធភាពអញ្ចឹងនៅពេលដែលសង្គ្រាមកាន់តែអូសបន្លាយអ៊ុយក្រែនយើងឃើញហើយអត់ទាន់មានការស្រាក់ស្រានថាបញ្ចប់សង្គ្រាមទេនឹងអាចផ្ទុះសង្គ្រាមកាន់តែខ្លាំងឡើងជាមួយនឹងរុស្ស៊ីថែមទៀតហើយចំពោះមជ្ឈិមបូព៌ាអ៊ីស្រាអែលក៏មានបញ្ហានៅតំបន់កាហ្សានៅពេលនេះចាប់ផ្ដើមវាយប្រហារបន្ថែមហើយជាពិសេសសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមធ្វើការវាយប្រហារទៅលើប្រទេសនៃសម្ព័ន្ធមិត្តបរិរងគឺពួកភេរវកហ៊ូទីអីហ្នឹងអញ្ចឹងនៅពេលដែលសង្គ្រាមកាន់តែខ្លាំងតម្រូវការសព្វាអាវុធកាន់តែច្រើនហ្នឹងវាជាកត្តាមួយដែលធ្វើឲ្យក្រុមហ៊ុនដែលផលិតអាវុធគាត់តម្រូវការមាសច្រើនហើយមាសគឺជារ៉ែកម្រហើយក្រៅពីយកជាគ្រឿងអលង្ការគ្រឿងតុបតែងលម្អមាសគឺដើរតួនាទីសំខាន់នៅក្នុងវិស័យឧស្សាហកម្មជាពិសេសគឺបញ្ញាសិប្បនិម្មិត IA ហ្នឹងក៏ត្រូវការមាសហើយការផលិតអាវុធហ្នឹងក៏ត្រូវការសារធាតុរ៉ែមាសជាចាំបាច់ទើបអាចផលិតអាវុធដែលមានសក្តានុពលនិងមានប្រសិទ្ធភាពក្នុងការវាយប្រហារសត្រូវអញ្ចឹងកត្តាពីរចំណុចធំទាំងសង្គ្រាមពាណិជ្ជកម្មក៏ដូចជាតម្លៃនៃការបញ្ជាទិញមាសនឹងហើយទើបធ្វើឲ្យតម្លៃមាសមានការហក់កើនឡើងខ្លាំងហើយចំពោះមាសក្នុងការព្យាករណ៍នៅក្នុងថ្ងៃសុក្រនេះសម្រាប់ថ្ងៃនេះហើយនឹងយប់ថ្ងៃសុក្រឥឡូវហ្នឹងប្រហែលជាប្រហែលម៉ោងទៀតហ្នឹងទីផ្សារអាមេរិកវាបើកហើយទៅជាម៉ោង7ម៉ោង8នៅយប់នៅស្រុកយើងហ្នឹងចំពោះតម្លៃមាសសម្រាប់សម្ដេចទ្រង់ឯកឧត្តមលោកស្រីអ្នកនាងកញ្ញាជាពិសេសអ្នកដែលរកស៊ីខាងមាសជាពិសេសអ្នកដែលលក់មាសដែលគាត់គិតថាមាសអាចនឹងឡើងថ្លៃឬក៏ធ្លាក់ថ្លៃអីហ្នឹងខាងខ្ញុំបាទសូមផ្ដល់នៅព័ត៌មានពិសេសថាមាសបើគិតតាមជាព័ត៌មានដែលយើងទទួលបានក៏ដូចជា technical បច្ចេកទេសនៃការវិភាគគឺមាសនៅក្នុងថ្ងៃសុក្រនេះ
មាសអាចនឹងមានការកើនឡើងបន្តទៀតបើទោះជាមុនទីផ្សារអាមេរិកបើកនៅម៉ោង 7 យប់ហ្នឹងមានការធ្លាក់ខ្លះប៉ុន្តែបើយើងព្យាករណ៍សម្រាប់ជាក់ស្ដែងមាសគឺភាគរយនៃការកើនឡើងនៅក្នុងយប់ថ្ងៃសុក្រនេះគឺវាមាន 55% ធៀបនឹងថ្លៃដែលវាធ្លាក់ថ្លៃបាទហើយចំពោះសម្រាប់អ្នកដែលគាត់ចង់ទិញមាសឡើងអីយើងអាចរងចាំដល់មាសធ្លាក់មកតម្លៃ 3,300 ឬក៏ 3,270 ឬក៏ 3,280 អីយើងអាចធ្វើការទិញមាសឡើងអញ្ចឹងបើសិនបើរសៀលនេះមាសធ្លាក់មកដល់ 3,280 3,270 ក្នុងមួយអោនហ្នឹងយើងអាចបញ្ជាទិញបានសម្រាប់នៅយប់នេះបាទហើយមាសភាគរយនៃការកើនឡើងនៅរាត្រីថ្ងៃសុក្រហើយបិទផ្សារអន្តរជាតិនេះភាគរយនៃមាសសរុបមកវិញគឺ 55% អាចនឹងកើនឡើងវិញបាទអញ្ចឹងអរគុណសម្រាប់សម្រាប់ទ្រង់ឯកឧត្តមពុកម៉ែបងប្អូនដែលតាមដានព័ត៌មាននេះហើយមិនមានអីប្រែប្រួលខ្ញុំបាទការ៉ានឹងវិភាគជូនចេញវីដេអូបន្ថែមទៀតបាទអរគុណច្រើនសូមជម្រាបលា